ហើយស្រីអ្នកទាំងអស់គ្នាសម្រាប់ឆ្នាំ2026តទៅតើបងប្អូនទាំងអស់គ្នាគួររៀនអំពីការងារធ្វើអាជីវកម្មលើអនឡាញយ៉ាងម៉េចដើម្បីឲ្យបងប្អូនចំណេញខ្ញុំចង់និយាយពីរៀនធ្វើម៉េចឲ្យត្រូវហើយរៀនធ្វើម៉េចនឹងអាចឲ្យបងប្អូនជាមនុស្សដែលរៀនទៅគឺច្បាស់លាស់ដើម្បីឲ្យបងប្អូនអាចនិយាយថាប្រើលុយប្រើកាក់ទៅកុំឲ្យខាតប្រើទៅឲ្យចំទិសដៅល្អហើយវាមានប្រសិទ្ធភាពយូរអង្វែងអត្ថប្រយោជន៍យូរអង្វែងសម្រាប់ការធ្វើអាជីវកម្មលើអនឡាញរបស់បងប្អូនកន្លែងនេះសំខាន់ណាស់បងប្អូនពីព្រោះថាដល់ពេលណាបងប្អូនរៀននៅនេះបន្តិចរៀននៅនោះបន្តិចរៀនប្រធានបទនេះបន្តិចឧទាហរណ៍ថារៀនតែប្រធានបទប៊ូអីចឹងទៅដល់ពេលទៅខាងមុខទៅស្រាប់តែគេនិយាយថាធ្វើជាក់ស្ដែងទៅរកស៊ីជាក់ស្ដែងទៅគឺវាអត់សូវត្រូវឬក៏អត់ពេញលក្ខណៈនឹងនាំឲ្យបងប្អូនចំណាយលុយតទៀតអញ្ចឹងខ្ញុំណែនាំឲ្យបងប្អូនស្ដាប់ការណែនាំរបស់ខ្ញុំបន្តិចFemtoptech មានបទពិសោធន៍រយៈពេលមកដល់ពេលនេះគឺ11ឆ្នាំជាងហើយតទៅនឹងការធ្វើអាជីវកម្មលើអនឡាញដែលខ្លួនឯងគឺអនុវត្តផ្ទាល់ផងហើយចំពោះវគ្គបង្រៀនគឺវគ្គ Page for Business មកដល់ពេលនេះគឺខួបរយៈពេល10ឆ្នាំហើយអញ្ចឹងមានន័យថា Femtoptech បង្រៀនរយៈពេល10ឆ្នាំហើយFemtoptech ឆ្លងកាត់ការធ្វើអាជីវកម្មទាំងផ្ទាល់ហើយនិងទាំងអនឡាញដោយខ្លួនឯងផ្ទាល់អស់រយៈពេលបាទ11ឆ្នាំនេះខ្ញុំបានបញ្ជាក់មិញណាអញ្ចឹងអ្វីដែល Femtoptech គិតថាត្រូវសម្រាប់អ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នារៀនអំពីការធ្វើអាជីវកម្មលើអនឡាញគឺសូមអ្នកទាំងអស់គ្នារៀនឲ្យពេញលេញតែម្ដងទៅរៀនឲ្យពេញលេញយ៉ាងម៉េចហើយរៀនឲ្យពេញលេញនោះពេញលេញអំពីអ្វីរៀនឲ្យពេញលេញអំពីការធ្វើអាជីវកម្មលើអនឡាញឬក៏គេហៅថា Digital Marketing សម្រាប់ឥឡូវមកពួកក្មេងៗដែលចប់ទី12អីចឹងទៅគឺមានសាលាដែលគេបង្រៀនអំពី Digital Marketing តែមកក៏ប៉ុន្តែសម្រាប់បងប្អូនដែលដូចថាมันមានសញ្ញាបត្រឬក៏បងប្អូនទី12ក៏ដោយតែมันចង់ចំណាយលុយច្រើនហើយនឹងអ្នកដែលហួសអាយុដែលអាចទៅរៀនសកលបានគឺបងប្អូនអាចជ្រើសរើស Femtoptech ហ្មងខ្ញុំនិយាយចឹងព្រោះមានតែ Femtoptech ទេដែលបង្រៀនទៅគឺឲ្យបងប្អូនទុកចិត្តហើយច្បាស់លាស់គឺបងប្អូនរៀនតាំងពីកម្រិតមូលដ្ឋាននៃការប្រើប្រាស់ Page ចំណេះដឹងកម្រិតមូលដ្ឋានឬក៏ទូទៅអំពីបច្ចេកវិទ្យាអំពីអនឡាញអាហ្នឹងគឺកម្រិតមូលដ្ឋានទេណាប៉ុន្តែកម្រិតមូលដ្ឋាននេះយើងអាចនិយាយថាវាជាចំណុចដែលខ្ពស់បំផុតក៏ថាបានផងនិងក៏យើងអាចនិយាយបានថាវាជាចំណុចចាប់ផ្ដើមដំបូងដែលมันអាចរំលងផងក៏ថាបានដែរហេតុអីបានជាមូលដ្ឋានសោះបែរជាខ្ញុំនិយាយដូចអត់ច្បាស់លាស់ថាវាជាចំណុចដែលខ្ពស់បំផុតផងក៏ថាបានពីព្រោះថាបើសិនជាយើងមិនបានឆ្លងកាត់ចំណុចមូលដ្ឋានទេនៅពេលដែលយើងរំលងឧទាហរណ៍ថាយើងរំលងទៅរៀនពីរបៀបនៃការធ្វើអាជីវកម្មលើអនឡាញតែមកអានោះវាខ្ពស់ដល់ពេលវាខ្ពស់អញ្ចឹងគឺបងប្អូនអត់យល់ទេដោយសារអីដោយសារអត់ឆ្លងកាត់កម្រិតមូលដ្ឋាននេះខ្ញុំធ្វើការសង្ខេបផងអញ្ចឹងមិញខ្ញុំបានរៀបរាប់ថាបងប្អូនគួររៀនអំពីមូលដ្ឋានទៅបន្តមកទៀតបងប្អូនចាប់ផ្ដើមឡើងឲ្យខ្ពស់ជាងកម្រិតមូលដ្ឋានគឺបងប្អូនឈានចូលទៅដល់ការងារសំខាន់នៃការធ្វើអាជីវកម្មលើអនឡាញតើបងប្អូនដឹងឬអត់នៅពេលដែលបងប្អូនចង់ឈានជើងចូលរកស៊ីលក់ដូរលើអនឡាញភាសាបច្ចេកទេសគេហៅថាការធ្វើអាជីវកម្មលើអនឡាញហ្នឹងតើបងប្អូនត្រូវចេះអីខ្លះកន្លែងហ្នឹងបងប្អូនដឹងអត់តើបងប្អូនត្រូវចេះអីខ្លះអាត្រង់ហ្នឹងហើយជាបញ្ហាធំរបស់បងប្អូនទាំងអស់គ្នាមកពីបងប្អូនអត់ដឹងថានៅពេលដែលយើងរកស៊ីលើអនឡាញយើងត្រូវរៀនស្អីខ្លះហ្នឹងហើយបានជាបងប្អូនរៀនច្រើនកន្លែងរៀននៅនេះបន្តិចរៀននៅនោះបន្តិចមកប្រធានបទនេះមកប្រធានបទនោះរៀនប៊ូសបន្តិចទៅដល់ពេលគេថាអូរៀនប៊ូសទៅខ្វះរឿង content អញ្ចឹងទៅរត់ទៅរៀន content ទៀតប៉ុន្តែបើសិនជាបងប្អូនអាចរៀនតែមួយកន្លែងដែលមានចំណុចទាំងអស់ហ្នឹងឲ្យបងប្អូន
ចេះដឹងបានហើយល្មមបងប្អូនយកទៅប្រើការខ្លាំងច្បាស់លាស់គឺវាល្អមែនទែនសម្រាប់បងប្អូនគូជៀសវាងការរៀនច្រើនកន្លែងពីព្រោះជួនកាលបងប្អូនរៀនតែមួយកន្លែងវាបានទាំងអស់វាស្ទើរតែស្មើនឹងបងប្អូនរៀនមួយកន្លែងចំណាយប្រព័ន្ធមួយកន្លែងនឹងដែរដល់ពេលរៀន2កន្លែងចាប់ផ្ដើមចំណាយលើសរៀន3កន្លែងកាន់តែចំណាយលើសអាចចំណាយ2ទៅគុណនឹង3ដងអីចឹងទៅនេះមកពីមូលហេតុអីខ្ញុំសូមបញ្ជាក់ម្ដងទៀតឲ្យបងប្អូនគិតណាកន្លែងលើខ្ញុំនិយាយខុសគឺមកពីបងប្អូនអត់ដឹងច្បាស់ថាតើនៅពេលដែលគេធ្វើអាជីវកម្មលើអនឡាញហ្នឹងឯងតើគេធ្វើចំណុចអីខ្លះគេត្រូវចេះដឹងចំណុចអីខ្លះមែនអត់បើសិនបងប្អូនចេះដឹងចំណុចហ្នឹងបងប្អូនបោកសម្រុកឲ្យត្រូវរៀនឲ្យចំត្មងទៅគឺវាងាយស្រួលហើយអញ្ចឹងខ្ញុំសូមធ្វើការសង្ខេបនៅចំណុចសំខាន់ដែលបងប្អូនគួររៀនបាទបន្ទាប់ពីបងប្អូនឆ្លងកាត់មូលដ្ឋានហើយបងប្អូនគួររៀនចំណុចបន្ទាប់ទៀតគឺតើតើនឹង content គឺសំដៅដល់វីដេអូរូបភាពហើយនឹងមួយទៀតដែលគេមើលរំលងហើយគេភាគច្រើនតែចោលហ្នឹងគឺការសរសេរចំណងជើងពីព្រោះតែការសរសេរចំណងជើងនេះបើសិនណាជាយើងខ្លាំងគឺយើងអាចបាទថាវាយប្រហារចិត្តអតិថិជនបានមានន័យថាយើងអាចតាក់ទាញអតិថិជនបានខ្លាំងណាស់នៅពេលដែលយើងប្រកែក្នុងការសរសេរចំណងជើង Camtoptech គឺខ្លាំងខាងរឿង content ហ្នឹងរឿង content ដែលខ្លាំងមកវាគឺវាមានទំនាក់ទំនងទៅនឹងការដឹងចិត្តសាស្ត្ររបស់អតិថិជនរបស់យើងដែរនៅត្រង់កន្លែងនេះគឺយើងនឹងលម្អិតនៅពេលដែលជួបគ្នាក្នុងការរៀនផ្ទាល់វគ្គ Page for Business ចំណុចទី2ដែលបងប្អូនគួររៀនគឺតកតងចំណេះដឹង book បងប្អូនរៀនពីចំណេះដឹង book ទូទៅឬក៏ចំណេះដឹង book កម្រិតមូលដ្ឋានរហូតទៅដល់ចំណេះដឹង book កម្រិតជំនាញនៅ Camtoptech មានបង្រៀនចំណេះដឹង book រហូតដល់ចំណេះដឹងកម្រិតជំនាញបានមានន័យថាពេលបងប្អូនចេះដឹងចំណេះដឹង book កម្រិតជំនាញហើយគឺបងប្អូនអាចយកទៅប្រើប្រាស់យ៉ាងម៉េចក៏យល់ដែរគេ book យ៉ាងម៉េចក៏យល់បងប្អូនធ្វើខ្លួនឯងយ៉ាងម៉េចក៏យល់មើលទៅគឺដឹងហ្មងការអាប់ដេតរឿង book រឿងអីថ្មីទៀតគឺបងប្អូនមើលទៅយល់ដោយខ្លួនឯងតែហ្មងអានេះតើតើចំណេះដឹង book មួយទៀតតើតើទៅនឹងការរៀនធ្វើផែនការមួយហើយនឹងមួយទៀតការរៀនធ្វើតើតើទៅនឹងយុទ្ធសាស្ត្រនៅក្នុងការផ្សាយអានេះគឺជាមេកំណត់នៅក្នុងការចូលខ្លួនធ្វើការងារលក់ដូរលើអនឡាញទូទៅបើសិនជារៀនលក់ដូរលើអនឡាញកន្លែងផ្សេងគឺបងប្អូនអាចមិនដឹងកន្លែងហ្នឹងទេហើយម្យ៉ាងទៀតភាគច្រើនបំផុតសប្តាហ៍ថ្ងៃនេះគឺគេមិនមានបង្រៀនកន្លែងតើតើនឹងយុទ្ធសាស្ត្រហើយនឹងការធ្វើផែនការផ្សាយលើអនឡាញទេបើមិនយើងខ្វះចំណុចមួយនេះគឺយើងនឹងតែលតោលនៅក្នុងការធ្វើអាជីវកម្មលើអនឡាញមានន័យថាអត់ច្បាស់លាស់ទេដល់ពេល book ក៏ book ទៅដល់ពេលអីក៏អីទៅប៉ុន្តែបងប្អូនកុំគ្រាន់តែគិតខ្លីថា Camtoptech បង្រៀនធ្វើអាជីវកម្មលើបង្រៀនធ្វើផែនការហើយនឹងយុទ្ធសាស្ត្រផ្សាយលើអនឡាញគឺគ្រាន់តែថាដំបូងធ្វើនេះបន្ទាប់មកធ្វើនេះមិនមែនអញ្ចឹងទេវាមានជ្រៅហើយធ្ងន់លើសនឹងប៉ុន្តែសិតតែជាចំណេះដឹងដែលអ្នកទាំងអស់គ្នាសូម្បីតែមិនចេះភាសាអង់គ្លេសប៉ុន្តែយើងពិបាកបន្តិចខ្ញុំចង់និយាយនេះគឺចង់សម្ដៅថាសូម្បីតែមិនធ្លាប់មានបទពិសោធន៍មិនធ្លាប់ចេះក៏បងប្អូនអាចរៀនយល់ដែរកុំបារម្ភអីពីព្រោះCamtoptechឆ្លងកាត់ការបង្រៀននឹងមានបទពិសោធន៍ក្នុងការផ្ទេរនៅចំណេះដឹងឬក៏និយាយឲ្យបងប្អូនស្រួលស្ដាប់ហើយជាពិសេសយើងមានការអនុវត្តឲ្យបងប្អូនមើលទៀតផងនៅកន្លែងរៀនផ្ទាល់ហើយនឹងការធ្វើជាប្រចាំដោយមានទាំង Camtoptech ហើយនឹងមានទាំងសិស្សច្បងដែលខ្លាំងធ្វើការនៅក្រុមហ៊ុនធំបាទអញ្ចឹង Camtoptech មិនខ្វះសិស្សខ្លាំងទេបាទមិនខ្វះទេអ្នកដែលធ្វើការងារនៅក្រុមហ៊ុនធំបាទប៉ុន្តែមិនថាអាងលើសិស្សឬអីទេគ្រាន់ថាអាងលើនិយាយនេះគឺចង់សម្ដៅដល់អាងលើបទពិសោធន៍ចំណែក Camtoptech គឺជាអ្នកនាំមុខក្នុងការប្រាប់បងប្អូនអ្នកទាំងអស់គ្នាអំពីរឿងហ្នឹងអញ្ចឹងមិញខ្ញុំនិយាយ3ហើយទី1តកតងនឹងការងារ book ទី2គឺតកតងទៅនឹងយុទ្ធសាស្ត្រហើយនឹងផែនការហើយទី3គឺតកតងទៅនឹងខ្ញុំផ្លេចបាទខ្ញុំសូមបន្ថែមទី4ទៅហើយគឺទី4តកតងទៅនឹងរៀនធ្វើអាជីវកម្មទូទៅបច្ចុប្បន្នមិនថាតែបច្ចុប្បន្នទេតាំងពីអតីតកាលមកបច្ចុប្បន្នហើយនឹងទៅអនាគតគឺចំណេះដឹងក្នុងការធ្វើអាជីវកម្មលើអនឡាញហ្នឹងគឺវាសំខាន់ណាស់
ឬក៏យើងហៅថាចំណេះដឹងក្នុងការធ្វើអាជីវកម្មទូទៅនោះគឺវាសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នាអ្វីបានវាសំខាន់មានតែអ្នកចេះធ្វើអាជីវកម្មទេដែលអាចឈរជើងបានយូរបើចេះតែបួមួយមុខគឺអត់ទេគឺមិនអាចឈរជើងបានយូរបានទេទាល់តែយើងចេះធ្វើអាជីវកម្មទៀតហើយណាគឺយើងដឹងអំពីការធ្វើអាជីវកម្មទូទៅដែរដំណើរការអាជីវកម្មរបស់យើងយ៉ាងម៉េចចឹងណាយើងអត់ចេះយ៉ាងម៉េចព្រោះយើងឡើងមករកស៊ីឬយើងនិយាយឲ្យខ្លីថាយើងឡើងមករកលុយដល់ពេលយើងឡើងមករកលុយអត់ចេះរកលុយផងហ្នឹងដល់អញ្ចឹងវាអត់អាចធ្វើឲ្យអាជីវកម្មរបស់យើងរឹងមាំហើយវាយូរវែងបានទេអាហ្នឹងគឺជាចំណុចទី4ដែលបងប្អូនគួររៀនទាក់ទងនឹងការធ្វើអាជីវកម្មលើអនឡាញខ្ញុំសូមសង្ខេបប៉ុណ្ណឹងហើយនៅមានចំណុចផ្សេងទៀតផងដែរដែលបងប្អូនត្រូវមានការយល់ដឹងបន្ថែមនិយាយទៅឲ្យតែពាក់ព័ន្ធបងប្អូនចេះបានកាន់តែច្រើនគឺកាន់តែល្អប៉ុន្តែអ្វីដែលខ្ញុំរៀបរាប់នេះគឺជាអ្វីដែលកំពុងតែដំណើរការយ៉ាងសកម្មពីបច្ចុប្បន្ននិងទៅអនាគតនៅក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងសរុបមកវិញបងប្អូនរៀនដែលត្រូវគឺបងប្អូនរើសយករៀនតែម្ដងហើយឲ្យចប់ហ្មងគឺចំណុចដែលខ្ញុំបានរៀបរាប់ខាងលើហ្នឹងដើម្បីកុំឲ្យខាតពេលឬក៏ចេះតែឆ្វែលចុះឆ្វែលឡើងទៅនេះទៅនោះឬក៏នេះបន្តិចនោះបន្តិចអញ្ចឹងបងប្អូនរើឲ្យបានពេញលេញតែម្ដងរៀនចេញពីអ្នកដែលជើងចាស់ក្នុងការធ្វើអាជីវកម្មលើអនឡាញផងក្នុងការបង្រៀនផងគឺល្អសម្រាប់បងប្អូនព្រោះនិយាយទៅគឺច្បាស់ដោយសារគេឆ្លងកាត់ជាក់ស្ដែងគឺមាននៅ Camtopic ផងដែរបាទ Camtopic តែងតែបើកវគ្គបង្រៀនផ្ទាល់រហូតបងប្អូនអាចធ្វើការតាក់ទងសួរព័ត៌មានឲ្យចុះឈ្មោះរាល់ថ្ងៃហើយវគ្គយើងមុននឹងចូលដល់រៀនផ្ទាល់គឺខាង Camtopic ផ្ដល់ជូនជាវីដេអូមេរៀនដល់បងប្អូនទាំងអស់គ្នាមុនសិនដើម្បីបងប្អូនយកវីដេអូពេញលេញអំពីវគ្គហ្នឹងហ្មងដែលខ្ញុំបានរៀបរាប់ប្រហែលចំណុចហើយមានលើនឹងទៀតហ្នឹងបងប្អូនយកទៅរៀនមុនដើម្បីបន្ស៊ាំឬក៏ដូចថាផ្ដល់នៅចំណេះដឹងដល់បងប្អូនបន្តមុនវគ្គរៀនផ្ទាល់មកដល់ដល់ពេលវគ្គរៀនផ្ទាល់មកដល់គឺយើងមានរយៈពេល2ថ្ងៃសៅរ៍និងអាទិត្យពីម៉ោង8ព្រឹកដល់ម៉ោង5ល្ងាចយើងសម្រាប់នៅថ្ងៃត្រង់ធម្មតា2ថ្ងៃហ្នឹងគឺយើងទៅដាក់អនុវត្តឲ្យបានឆ្អិតឆ្អន់ជាពិសេសតទៅនឹងបច្ចេកទេស book ហើយនឹងរឿង content យើងទៅអនុវត្តឲ្យបានល្អិតអន់ក្រៅពីនឹងយើងមានក្រុម support ក្រុមសម្រាប់ជួយឆ្លើយនេះគឺក្រុមឆ្លើយល្អយកចិត្តទុកដាក់មិនទុកសិស្សចោលបាទឆ្លើយរៀងរាល់ម៉ោង8ព្រឹកដល់ម៉ោង10យប់រាល់ថ្ងៃក្រុមហ្នឹងបងប្អូនចូលតែម្ដងតាមរយៈដូចថាខ្លាយជាសិស្សហើយចូលនៅក្នុងក្រុមហ្នឹងតែម្ដងគឺបងប្អូននៅរហូតអត់អស់សុពលភាពទេហើយអត់មានការគិតថ្លៃទេនៅក្នុងក្រុមហ្នឹងហើយជាពិសេសនៅមានការ support ពិសេសដល់បងប្អូនទៀតផ្ទាល់ណាករណីត្រូវ support ផ្ទាល់គឺ support ផ្ទាល់ហ្មងគឺពិសេសទូការរបស់ Camtopic ថ្មីហើយនឹងមួយទៀតចំពោះវីដេអូមេរៀនគឺ Camtopic ធ្វើការអាប់ដេតវីដេអូថ្មីជូនបងប្អូនរយៈពេលបាទ1ឆ្នាំឥតគិតថ្លៃចំពោះការរៀនផ្ទាល់មិនត្រឹមតែឲ្យបងប្អូនរៀនផ្ទាល់តែម្ដងទេគឺឲ្យបងប្អូនរៀនផ្ទាល់បាន3ទៅ4ដល់5ដងក៏បានដែរធ្វើម៉េចក៏ដល់ឲ្យតែបងប្អូនព្រមចង់ឈប់ដោយខ្លួនឯងរៀនរហូតដល់ចេះច្បាស់ដូចថាម្ដងមិនទាន់ច្បាស់រៀនលើកទី2លើកទី2មិនទាន់ច្បាស់លើកទី3អត់គិតលុយទេប៉ុន្តែការរៀនផ្ទាល់សូមបញ្ជាក់មកវគ្គពេញគេតែ2ថ្ងៃទេប៉ុន្តែលើកនេះអញ្ចឹងបើបងប្អូនរៀនអត់ចេះលើកក្រោយទៀតតែវគ្គតែ2ថ្ងៃទេតែបើរៀនម្ដងហើយចេះច្បាស់ហើយមិនបាច់រៀនក្រោយទៀតក៏បានឬក៏រៀនក៏បានប៉ុន្តែចន្លោះពីពេលចុះឈ្មោះទៅ6ខែក្រោយគឺឥតគិតថ្លៃចង់ចូលរៀនប្រហែលដងក៏បានដែរឬក៏ចូលរៀនពេលណាក៏បានដែរតាមពេលទំនេរអញ្ចឹងនេះជាសេរីភាពក្នុងការរៀននៅ Camtopic បងប្អូនអាចឆាតមក Telegram Camtopic ដូចដែលខ្ញុំដាក់ link ឲ្យមើលនេះឬក៏បងប្អូនឆាតមក page នេះក៏បានដែរអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះ